នៅក្នុងថ្ងៃឆ្លូវឈើយីនេះត្រូវជាថ្ងៃទី19ខែសីហាឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំជូតម្សាញ់ហើយនឹងរកាចំពោះអ្នកដែលត្រូវការធាតុឈើហើយនឹងដីក៏ល្អ 50% ផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើការគ្រប់គ្រងមុខរបរអាជីវកម្មការងារការទុកដាក់លុយកាក់លំហូរសាច់ប្រាក់មានឆ្នាំមមែធាតុដីវ័យ48ឆ្នាំនិងមមែធាតុមាសវ័យ36ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំជាលក្ខណៈទ្រង់ទ្រាយធំមានទិសខាងកើតហើយនិងទិសខាងត្បូងឈៀងខាងលិចចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់លាបយើងអាចប្រើប្រាស់បាននៅទិសខាងលិចទី3 285អង្សាដោយការដាក់ជាទឹកមានចលនាឬក៏យើងដោតជាគោអំបិលក៏បាននៅក្នុងករណីយើងអត់មានទឹកមានចលនាម៉ោងដែលយើងធ្វើការចាប់លាបល្អប្រសើរនៅក្នុងចន្លោះម៉ោង3រសៀលទៅម៉ោង5រសៀលម៉ោង5ទៅម៉ោង7យប់និងមួយវេនចុងក្រោយម៉ោង9ទៅម៉ោង11យប់ចំពោះការចាប់លាបប្រចាំថ្ងៃមានន័យថាយើងដោតឬក៏យើងចាប់លាបនៅក្នុងចន្លោះម៉ោងដែលបានកំណត់នោះមានន័យថាចន្លោះ2ម៉ោងនោះយើងធ្វើការប្រើប្រាស់យើងទុករហូតដល់ម៉ោង12បានយើងធ្វើការដកចេញចំពោះគោអំបិលឬក៏ទឹកមានចលនានៅក្នុងថ្ងៃនេះផ្ទាល់យើងឃើញថាមានធម៌ពលល្អប្រសើរដែលជាថ្ងៃព្រួយផ្ដើមចំពោះការធ្វើទីផ្សារតំណែងបង្ហាញពីផលិតផលសេវាកម្មឬក៏ការជួបជុំយើងឃើញថាល្អប្រសើររីឯកិច្ចការងារមួយចំនួនដែលយើងមានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងថ្ងៃនេះដូចជាការបើកបរធ្វើដំណើរផ្លាស់ប្ដូរទីលំនៅការចាប់ផ្ដើមការងារថ្មីអាជីវកម្មថ្មីចុះហត្ថលេខាទៅលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មគួរតែមានការយកចិត្តទុកដាក់ពិនិត្យវិจัยបានល្អិតមុននឹងធ្វើការសម្រេចចិត្តនៅកិច្ចការងារទាំងអស់នេះសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អ